បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការបកស្រាយនៅទ្រឹស្ដីមួយបាទដែលគេហៅថាឲ្យឈ្មោះថាបាទទ្រឹស្ដីតាក់ទងទៅនឹងសេះដែលស្លាប់បាទឬក៏សេះដែលងាប់បាទអញ្ចឹងសាកសម័យមើលតើបើសិនជាយើងបាទយើងគេហៅថាបើសិនជាបងប្អូនឬក៏ធ្វើដំណើរបាទទៅលើសេះមួយដែលស្លាប់បាទឬក៏សេះមួយដែលងាប់បាទហើយរំពេចនោះបាទគឺសេះនោះបាទមិនត្រូវបានបន្តដំណើរបាទដោយសារតែវាស្លាប់ឬក៏ដោយសារតែវាងាប់បាទអញ្ចឹងវាមិនអាចធ្វើដំណើរបានបាទយើងព្យាយាមបាទគឺទៅលើកវាឬក៏ទៅដាក់វាឬក៏ទៅវាយវាបាទហើយដោយយើងមិនដឹងថាវាបានស្លាប់ទៅបាទអញ្ចឹងបើសិនជាករណីនេះកើតឡើងបាទបើសិនជាបងប្អូនមិនបានចាប់អារម្មណ៍បាទទៅលើរឿងរ៉ាវទាំងអស់នោះបាទគឺប្រកាសណាស់គឺបងប្អូនប្រកាសជាអាចនឹងខាតពេលវេលាបាទគឺទៅវាយសេះឬក៏ទៅគាស់សេះនោះបាទឲ្យវាងើបឡើងដើម្បីបន្តដំណើរទៅមុខទៀតបាទអញ្ចឹងតាក់ទងទៅនឹងទ្រឹស្ដីសេះងាប់បាទគឺបើយើងស្ដាប់មកផ្លែតទៅវាហាក់ដូចជាបាទគឺយើងនឹងគឺមិនដឹងថាសេះនោះវាបានងាប់ទៅហើយបាទដែលទាំងយើងនឹងគឺព្យាយាមយកអីទៅវាយវាបាទឬក៏យកស្មៅឲ្យវាស៊ីបាទឬក៏យកគេហៅថាមនុស្សផ្សេងហ្នឹងបាននាំគ្នាជួយវាយជួយទាញបាទធ្វើម៉េចបាទឲ្យសេះនឹងប្រឹងងើបធ្វើដំណើរទៅមុខទៀតបាទអញ្ចឹងតាក់ទងនឹងទ្រឹស្ដីនេះបាទគឺវាអាចនឹងជាការប្រៀបធៀបមួយបាទតាក់ទងទៅនឹងបាទនៅក្នុងគេហៅថាមេរៀននៅក្នុងអាជីវកម្មបាទក៏ដូចជាការសម្រេចចិត្តបាទក៏ដូចជាទំនាក់ទំនងឬក៏នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបាទគឺប្រកបណាស់នៅពេលដែលកម្រងបាទឬក៏យុទ្ធសាស្ត្រឬក៏អ្វីដែលយើងកំពុងតែធ្វើបាទគឺវាចំណាយពេលវេលាហើយវាត្រូវបានបរាជ័យបាទយើងអាចនិយាយថាកម្រងនោះបាទមិនបានដំណើរការឬក៏កម្រងត្រូវបានបរាជ័យបាទហើយយើងព្យាយាមទៅយកអីទៅកែកុនបាទឬក៏យកអីទៅគេហៅថាធ្វើមិនឲ្យកម្រងនោះកើនឡើងបាទគឺប្រកបណាស់គឺយើងអាចនឹងចំណាយពេលវេលាជាច្រើនទៅលើកម្រងមួយឬក៏ទៅមើលរឿងមួយដែលវាអាចនឹងបរាជ័យទៅហើយបាទអញ្ចឹងនៅក្នុងតាក់ទងទៅនឹងទ្រឹស្ដីនេះបាទគឺប្រកបណាស់គឺបើជាទូទៅបាទគឺម្ចាស់សេះហ្នឹងគឺតែងតែគិតថានៅពេលដែលសេះអត់ធ្វើដំណើរឬក៏សេះអត់កម្រើកហ្នឹងគឺតែងតែយករំពាត់ហ្នឹងទៅវាយបាទក៏ដូចគ្នានោះផងដែរបាទនៅក្នុងគេហៅថាកិច្ចការងារបាទក៏ដូចជាក្រុមហ៊ុនមួយចំនួនបាទនៅពេលដែលគម្រោងមួយត្រូវបានបរាជ័យបាទអាចនឹងត្រូវបានគេថាបន្ទោសឬក៏ស្ដីឬក៏ថាឲ្យទៅលើបាទគេថាបុគ្គលិកដែលធ្វើការងារនៅក្នុងផ្នែកនោះបាទហើយក៏ព្យាយាមបាទគេថាព្យាយាមជួនៅបុគ្គលិកផ្សេងដើម្បីឲ្យបន្តនៅគម្រោងឬក៏យុទ្ធសាស្ត្រហ្នឹងដែលវាត្រូវបានបរាជ័យបាទឬក៏ពេលខ្លះហ្នឹងបាទគឺគាត់គេថាស្វែងរកអ្នកជំនាញបាទដើម្បីឲ្យកែកុនឬក៏ធ្វើម៉េចបាទឲ្យកម្រងហ្នឹងបាទវាមើលទៅវាអាចនឹងកម្រងល្អបាទទៅវិញបាទឬក៏អាចនឹងគេហៅថាអាចនឹងឲ្យអ្នកដែលជំនាញផ្សេងបាទគាត់អាចនឹងសិក្សាបន្ថែមទៀតបាទអញ្ចឹងជាទូទៅបាទគាត់អាចនឹងចំណាយពេលវេលាបាទក៏ដូចជាចំណាយនៅធនធានឬក៏ចំណាយនៅគេហៅថាការដែលវិនិយោគទៅលើអាកម្រងដែលបរាជ័យហ្នឹងហើយបាទធ្វើម៉េចឲ្យវារស់ឡើងវិញបាទអញ្ចឹងវាអាចនឹងមិនល្អប្រសើរក៏ដូចជាអាចនឹងចំណាយពេលវេលាបាទហើយបើយើងត្រឡប់មកវិញថាតើហេតុអីបានជាពួកគាត់បាទព្យាយាមធ្វើទាំងនោះធ្វើរឿងដែលវាបរាជ័យហើយបាទធ្វើឲ្យកម្រងហ្នឹងបាទវាអាចនឹងងើបឡើងវិញឬក៏ដូចជាសេះដែលបានងាប់ទៅហើយបាទគឺធ្វើម៉េចចង់ឲ្យសេះហ្នឹងគឺវារស់ឡើងវិញបាទគឺប្រកបណាបើយើងប្រៀបធៀបមកទៅលើអាជីវកម្មបាទគឺឬក៏ទៅលើកិច្ចការងារដែលគាត់កំពុងតែចំណាយឬក៏វិនិយោគបាទគឺប្រកបណាគឺគាត់បានចំណាយពេលវេលាដូចជាធនធានជាច្រើនណាស់បាទទៅធ្វើគម្រោងនោះបាទប៉ុន្តែវាមិនបានជោគជ័យឬក៏វាត្រូវបានបរាជ័យបាទដូចជាផលិតផលមួយចំនួនបាទរបស់ក្រុមហ៊ុនបាទអញ្ចឹងគាត់បានវិនិយោគយ៉ាងច្រើនបាទក៏ដូចជាចំណាយពេលវេលាយ៉ាងច្រើនបាទផ្ទុយទៅវិញបាទគឺអាគម្រោងទាំងអស់នោះដែលត្រូវបានចំណាយពេលវេលាឬក៏ផែនការឬក៏គេហៅថាថវិកាឬក៏ផ្នែកមួយចំនួនដែលត្រូវបានវិនិយោគនោះគឺវាត្រូវបានគេហៅថាខាតបង់ទៅអញ្ចឹងគាត់អត់ចង់ខាតបង់បន្តទៀតបាទគាត់ព្យាយាមកែកុននៅគម្រោងនោះបាទដោយគាត់អាចនឹងជួបុគ្គលិកផ្សេងឬក៏ស្ដីបន្ទោសទៅដល់បុគ្គលិកដែលធ្វើការនៅក្នុងគម្រោងនោះឬក៏ជួអ្នកជំនាញផ្សេង
ដើម្បីឲ្យកាយកននៅគម្រោងទាំងអស់នោះបាទអញ្ចឹងនៅក្នុងទ្រឹស្ដីនេះគឺចង់បង្ហាញថានៅពេលដែលសេះមួយបាទគឺដែលវាងាប់បាត់ទៅហើយបាទគឺវាគួរតែដល់ពេលដែលយើងនឹងគឺចេញបាទគឺធ្វើការកែសម្រួលឬក៏ដើរចេញពីសេះនោះបាទកុំឲ្យយើងចំណាយទៅលើវាបាទចំណាយទៅលើវាច្រើនពេកព្រោះតែការដែលវាមិនអាចនឹងងើបឡើងវិញឬក៏បើសិនជាយើងប្រៀបធៀបអំពីផលិតផលបាទគឺផលិតផលមួយចំនួនបាទគឺវាមិនដើរបាទវាអាចនឹងមិនដើរវាអាចនឹងមិនល្អបាទវាអាចនឹងគេហៅថាជាផលិតផលមួយដែលមិនអាចតាក់ទាញនៅក្នុងទីផ្សារបាននោះទេបាទអញ្ចឹងផលិតផលនោះបាទទោះបីជាយើងព្យាយាមយកមនុស្សអ្នកបកកែបាទឬក៏យកអ្នកជំនាញបាទមកធ្វើផលិតផលដែលវាមិនបានគេហៅថាមិនបានអាប់ដេតទៅតាមបច្ចេកវិទ្យាឬក៏ទៅតាមសម័យកាលបាទគឺប្រកបណាគម្រោងទាំងនោះបាទឬក៏ផលិតផលទាំងនោះបាទគឺវានឹងត្រូវបានបរាជ័យបាទអញ្ចឹងត្រូវបានបរាជ័យនោះឯងបាទយើងខំកែកនឬក៏ជួអ្នកជំនាញយ៉ាងម៉េចបាទឬក៏ប្រើវិធីសាស្ត្រយ៉ាងម៉េចក៏ផលិតផលរបស់យើងបាទគឺវាមិនអាចនឹងទទួលបានជោគជ័យនោះផងដែរបាទបើយើងមកមើលនៅក្នុងផ្នែកផ្សេងបាទដូចជាផ្នែកខាងគេហៅថានៅក្នុងផ្នែកវិទ្យាគារបាទឬក៏ផ្នែកខាងវិភាគបាទគឺប្រកបណានៅពេលដែលគេហៅថានៅពេលដែលយើងមាន model ឬក៏មានគំរូវិភាគមួយដែលវាចាស់កម្រិលបាទដែលវាប្រើប្រាស់នៅវិធីសាស្ត្រដែលมันអាចឆ្លុះបញ្ចាំងនៅការពិតបានដែលគណៈដែលសម័យបច្ចេកវិទ្យាកាន់តែទំនើបបាទយើងនៅតែប្រើប្រាស់នៅគេថាមនុស្សសម្រាប់ធ្វើការពិនិត្យទៅលើឯកសារឬក៏ប្រើប្រាស់នៅកម្មវិធីផ្សេងដែលវាទៀបបាទវាដែលវាទៀបទៅលើគេថាក្នុងការវិភាគឬក៏ក្នុងការសម្រេចចិត្តផ្សេងបាទគឺប្រកបណាស់គឺហានិភ័យនៃអនុទានឬក៏ហានិភ័យនៃប្រាក់កម្ចីបាទគឺប្រកបជាកើតមានបាទអញ្ចឹងជំនួសឲ្យការធ្វើបែបនេះគឺយើងត្រូវតែចេះបាទគឺប្រើប្រាស់នៅការបញ្ចូលនៅបច្ចេកវិទ្យាថ្មីបាទយើងអាចបង្កើតនៅ model ថ្មីបាទប្រើប្រាស់នៅបច្ចេកវិទ្យាថ្មីដើម្បីឲ្យទាន់នៅសម័យកាលដើម្បីឲ្យទាន់នៅសម័យកាលបាទដើម្បីឲ្យភាពបត់បែនឬក៏ភាពនៃការវិភាគទៅលើអនុទានឬក៏វិភាគទៅលើផ្នែកផ្សេងហ្នឹងបាទវាអាចនឹងគ្រប់ជ្រុងជ្រោយទៅតាមសម័យកាលនៃបច្ចេកវិទ្យាបាទដូចគ្នានេះផងដែរបាទបើសិនជានៅក្នុងអាជីវកម្មរបស់យើងបាទបើសិនជាយើងរកឃើញថាគម្រោងនោះវាមិនល្អប្រសើរបាទឬក៏ផលិតផលនោះវាមិនល្អវាមិនអំណោយផលឬក៏វាឈប់ដើរនៅក្នុងគេហៅថាសម័យនេះទៅហើយបាទគឺដល់ពេលដែលយើងបាទគួរតែផ្លាស់ប្ដូរបាទគួរតែអាប់ដេតគួរតែផ្លាស់ប្ដូរបាទស្វះស្វែងធ្វើការវិនិយោគបាទទៅលើអ្វីដែលវាអាចនឹងថ្មីដែលវាអាចនឹងជំនួសឲ្យផលិតផលទាំងអស់នោះដែលវាអាចនឹងប្រសើរជាងមុនបាទឬក៏ស្វះស្វែងរកគំនិតណាដែលអាចនឹងល្អប្រសើរអាចនឹងផ្ដល់ផលចំណេញបាទនៅថ្ងៃអនាគតបាទយើងមើលក្នុងករណីដូចសម័យនៃការប្រកួតប្រជែងទៅលើទូរស័ព្ទដៃបាទដូចជាក្រុមហ៊ុន Nokia បាទมันបានគេថារកនៅគំនិតដែលថ្មីបាទគឺធ្វើឲ្យបច្ចេកវិទ្យាក៏ដូចជាគេហៅថាការអាប់ដេតនៅទម្រង់ផ្សេងហ្នឹងគឺมันបានទាន់គេបាទអញ្ចឹងចុងក្រោយបាទគឺផលិតផលมันអាចប្រកួតប្រជែងនៅក្នុងទីផ្សារបានបាទហើយសម័យនេះផងដែរបាទគឺប្រកបណាស់យើងឃើញនៃការប្រកួតប្រជែងដូចជាសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាទគឺមានផលិតផលផ្សេងបាទត្រូវបានអាប់ដេតត្រូវបានបង្កើតឡើងហើយក៏មានគេហៅថាកម្មវិធីផ្សេងដែលប្រើប្រាស់ហ្នឹងគឺសម្រាប់ជំនួយនៅកិច្ចការងាររបស់យើងកាន់តែប្រសើរកាន់តែលឿនជាងមុនបាទអញ្ចឹងបើសិនជាយើងមិនបានធ្វើការគេហៅថាអាប់ដេតធ្វើការវិនិយោគឬក៏ធ្វើការសម្រួចទៅលើភាពជឿនលឿនទាំងអស់នោះទេបាទគឺប្រកបណាស់យើងនឹងខ្លាចទៅជាសេះដែលងាប់បាទហើយសេះដែលងាប់គឺនៅពេលដែលយើងធ្វើការកែកនយ៉ាងម៉េចបាទក៏វាមិនអាចនឹងបន្តដំណើរទៅទៀតនោះទេបាទទោះបីជាយើងព្យាយាមយកស្មៅមកឲ្យវាស៊ីបាទទោះបីយករំពាត់មកវាយឬក៏ផ្លាស់ប្ដូរបាទគេហៅថាផ្លាស់ប្ដូរអ្នកដែលបូសេះយ៉ាងណាក៏សេះរបស់យើងគឺវាមិនអាចនឹងទៅមុខបាននោះទេបាទអញ្ចឹងមានតែការផ្លាស់ប្ដូរនៅផលិតផលផ្លាស់ប្ដូរនៅបច្ចេកវិទ្យាឬក៏ការគេហៅថាដាក់បញ្ចូលនៅការដែលជំនួសនៅផលិតផលផ្សេងដែលវាអាប់ដេតទៅតាមសម័យបច្ចេកវិទ្យាបាទអញ្ចឹងជារួមមកបាទគឺនៅក្នុងគេហៅថាទ្រឹស្ដីសេះដែលងាប់នេះបាទគឺជាទ្រឹស្ដីមួយដែលអាចនឹងឲ្យយើងអាចនឹងពិចារណាបាទតាក់ទងទៅនឹងការវិវត្តបាទការវិវត្តផ្សេងទៅលើទីផ្សារក៏ដូចជាការវិវត្តទៅលើផ្នែកខាង
ផលិតផលផ្សេងឬក៏ការដែលយើងមានផលិតផលមួយបាទវាអាចនឹងមិនដើរទាន់សម័យកាលបាទយើងព្យាយាមរកនៅមនុស្សដែលបកកែឬក៏រកនៅដកផ្លាស់ប្ដូរនៅគេហៅថាវិធីសាស្ត្រផ្សេងបាទទៅលើផលិតផលចាស់ហ្នឹងបាទគឺប្រកបណាស់គឺវានៅតែមិនអាចនឹងធ្វើឲ្យគេហៅថាផលិតផលហ្នឹងគឺអាចនឹងប្រកួតប្រជែងទៅលើទីផ្សារបាននោះទេបាទអញ្ចឹងសរុបមកបាទគឺនៅពេលដែលយើងដឹងថាសេះរបស់យើងបាទគឺវាហួសសម័យកាលហើយវាអាចនឹងងាប់បាត់ទៅហើយបាទគឺសូមឲ្យបងប្អូនបាទធ្វើការផ្លាស់ប្ដូរបាទធ្វើការប្រើប្រាស់នៅយុទ្ធសាស្ត្រថ្មីឬក៏អាប់ដេតនៅផលិតផលថ្មីដើម្បីឲ្យវាដើរទាន់នៅសម័យកាលដើម្បីឲ្យឈោងចាប់នៅទីផ្សារឬក៏យុទ្ធសាស្ត្រថ្មីទៀតដើម្បីឲ្យការដែលផលិតផលឬក៏អាជីវកម្មឬក៏ផ្នែកខាងអ្វីផ្សេងដែលយើងគិតថាអាចនឹងជំនួសនៅក្នុងស្ថានភាពនៃការប្រែប្រួលនៅសម័យកាលនីមួយៗបាទគឺឲ្យបន្តនៅផលិតផលឬក៏សេវាកម្មរបស់យើងគឺកាន់តែប្រសើរឡើងបាទ